សួស្តីអ្នកគ្នាចូលជំនុំបាទមីកូមនៅទីនេះហើយក្នុងថ្ងៃនេះដែរខ្ញុំនឹងលើកចូលជំនួសសាច់រឿងមួយឲ្យអ្នកគ្នាបានទស្សនាដែលសាច់រឿងមួយនឹងដែរគឺខ្ញុំសូមដាក់ចំណងជើងឲ្យវាថាក្តីប្រាថ្នាចុងក្រោយរបស់ Firen សាច់រឿងក៏បានចាប់ផ្ដើមឡើងដោយយើងមិនឃើញថាមានរថទេសសេះមួយក៏បានធ្វើដំណើរមកកាន់ទីក្រុងនៅពេលដែលរថទេសសេះមួយនោះបានធ្វើដំណើរចូលក្នុងទីក្រុងនោះយើងក៏បានឃើញថានៅក្នុងក្រុងមួយនេះមនុស្សគឺពិតជាអ៊ូអរខ្លាំងមែនទែនក៏ព្រោះតែពួកគេដែលនៅលើរថទេសសេះមួយនេះគឺបានសម្លាប់ទៅកាន់ស្ដេចវិសាចហើយនៅពេលដែលពួកគេបានចូលទៅក្នុងរាជវាំងនោះស្ដេចក៏បានលើកទៅសារទៅកាន់ពួកគេយ៉ាងខ្លាំងដែលបានសម្លាប់ស្ដេចពិសាចបានបន្ទាប់មកពួកយើងក៏ស្គាល់ឈ្មោះរបស់ពួកគេដែលម្នាក់ស្រី El នេះគឺមានឈ្មោះថា Firen និងបុរសសក់ពួក Q នេះគឺមានឈ្មោះថា Himmel និងពីរនាក់ចុងក្រោយគឺមានឈ្មោះ Aizen និង Hayter យប់ឡើងក៏បានធ្វើដំណើរមកដល់ពួកគេក៏បានគោរពនៅកម្មវិធីជប់លៀងដ៏ធំមួយសម្រាប់បបរសាទរក្នុងការយកឈ្នះទៅកាន់ស្ដេចពិសាចហើយពេលនោះដែលក្រុមរបស់ Firen ពួកគេក៏បានមកប្រជុំគ្នាដែលពួកគេក៏បាននិយាយអំពីរឿងរ៉ាវដែលពួកគេបានជួបប្រទះជាច្រើនជាពិសេស Firen ក៏បានសម្ដែងការដឹងគុណដែលពួកគេបានជួយខ្លួនកន្លងមកសាច់រឿងក៏បានកាត់ជុំមកដល់នៅពេលស្អែកដែលពួកយើងក៏បានឃើញថា Firen នាងក៏បានបន្តនៅដំណើរសងព្រេងបន្តទៀតដោយសារតែពួកគេទាំង3នាក់នេះក៏បានសម្រេចចិត្តថានឹងចូលនិវត្តន៍ហើយនៅពេលដែល Firen នាងបានធ្វើដំណើរចាក់ចេញនោះ Hayter គាត់ក៏បាននិយាយថាគាត់នេះគឺមិនសូវយល់អំពីពួក El ប្រហែលនោះទេសម្រាប់នាង50ឆ្នាំទៅ100ឆ្នាំវាគឺជារឿងធម្មតាតែសម្រាប់ពួកយើងវិញណាប្រហែលជាដេកមឈូសអស់បាត់ទៅហើយសាច់រឿងក៏បានកាត់ជុំមកដល់នៅ Firen ដែលនាងកំពុងតែធ្វើដំណើរសងព្រេងតែម្នាក់ឯងទោះបីជានាងជួបនូវភាពលំបាកយ៉ាងណាក៏ដោយក៏នាងមិនបោះបង់នោះឡើយពេលមួយ Firen នាងក៏បានធ្វើដំណើរយកជាមួយនឹងស្នែងនាគមួយយកទៅលក់ហើយអ្នកលក់គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះតែស្នែងនាគស្រមោលមួយនេះគាត់គឺមិនដែលឃើញវា50ទៅ60ឆ្នាំរួចទៅហើយ Firen នាងក៏បាននឹកស្រមៃអំពីក្រុមរបស់ពួកគេដែលបានយកជាមួយនឹងស្នែងនាគស្រមោលនេះចេញអំពីឡាងស្ដេចវិសាចដែលនាងក៏បានចាំអំពីសម្ដីរបស់ Himmel ផងដែរដែល Himmel ក៏បានប្រាប់នាងថាស្នែងមីនេះវាគឺពិតជាមានគ្រោះថ្នាក់ណាស់សម្រាប់មនុស្សបន្ទាប់មក Firen នាងក៏បានធ្វើដំណើរមកដល់ទីក្រុងហើយនៅពេលនាងបានធ្វើដំណើរមកដល់កន្លែងមួយនោះក៏បានមានមនុស្សម្នាក់ស្រែកហៅនាងដំបូងនាងគិតថានោះគឺជា Himmel ប៉ុន្តែអត់ទេវាគឺជាលោកតាម្នាក់ហើយលោកតានោះក៏បាននិយាយថា50ឆ្នាំហើយមើលទៅ Firen ហាក់បីជាមិនផ្លាស់ប្ដូរទៅណាសោះហើយគាត់គឺមិនរំពឹងទេថានាងនឹងគាត់បានជួបគ្នាម្ដងទៀតបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកកាន់ផ្ទះលោកតាម្នាក់នោះក៏ដូចជាបានផ្ដល់ជាមួយនឹងស្នែងនាគស្រមោលនោះឲ្យទៅកាន់ Firen ដែលគាត់ក៏បានលើកឡើងថារបស់ដែលមានតម្លៃបែបនេះមិនគួរណាទុកនឹងគាត់នោះឡើយនៅពេលដែល Firen បានយកស្នែងនាគស្រមោលនោះយកមកខាងក្រៅហើយនោះនាងក៏ឲ្យបាក់សីមួយយកវាយកចាក់ចេញពីទីនេះបាត់ទៅហើយនៅពេលដែល Firen នឹងបានធ្វើដំណើរមកដល់ផ្ទះលោកតាម្នាក់នោះហើយទើបយើងបានដឹងថាលោកតាម្នាក់នេះឯងគឺជា Himmel បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកកន្លែងក្រុមរបស់ពួកគេដែលនៅទីនោះដែរ Firen ក៏បាននិយាយថាមើលទៅ Hayter នឹងក៏បានក្លាយជាមនុស្សដែលមានអំណាចម្នាក់ហើយបន្ទាប់មកពួកគេក៏បាននិយាយអំពីគម្រោងដែលពួកគេនឹងគឺចង់ធ្វើដំណើរមើលជាមួយនឹងភ្លៀងឯផ្កាយដែល Hayter ក៏បានសួរទៅកាន់ Firen ថានៅពេលដែលពួកគេធ្វើដំណើរទៅនឹងគឺចំណាយរយៈពេលប៉ុន្មានថ្ងៃទើបធ្វើដំណើរទៅដល់ដែល Firen នឹងក៏បាននិយាយថានៅទីនោះគឺពិតជាជិតខ្លាំងណាស់ដែលពួកគេគ្រាន់តែដើរទៅពីទីនេះទៅទីនោះនឹងគឺចំណាយរយៈពេលត្រឹមតែរយៈពេល1សប្តាហ៍ទៅ2សប្តាហ៍ហ្នឹងគឺទៅដល់ហើយដែលធ្វើឲ្យ Aizen ហ្នឹងគឺគាត់ពិតជាកាំងខ្លាំងមែនតើក្នុងអំឡុងពេលដែលពួកគេធ្វើដំណើរទៅនោះ Firen ជាមួយនឹងក្រុមគ្នារបស់នាងក៏បានទៅសម្លាប់ចំណុចវិសាចប៉ុន្មានក្បាលផងដែរពេលយប់ឡើងនៅពេលដែលក្រុមរបស់ Firen កំពុងតែឈប់សម្រាកនោះ Himmel គាត់ក៏បាននិយាយថាគឺគាត់នឹងក៏ពិតជាអរគុណទៅកាន់ Firen ខ្លាំងមែនទែនដែលបានធ្វើឲ្យគាត់រីករាយម្ដងទៀតក្នុងដំណើរសងព្រេងចង់បញ្ចប់នៅក្នុងជីវិតរបស់គាត់នេះគាត់គឺពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែល Himmel គាត់បានឃើញជាមួយនឹងអាចផ្កាយបានធ្លាក់មកនោះគាត់ក៏បាននិយាយថាវាគឺពិតជាស្រស់ស្អាតខ្លាំងណាស់បន្ទាប់ពីនោះមកពួកយើងក៏បានឃើញថា Himmel គាត់ក៏បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយក៏មានមនុស្សជាច្រើនក៏បានកាត់ទុកពីរឿងនេះផងដែរហើយក៏មានមនុស្សមួយចំនួនបាននិយាយដើមទៅកាន់ Firen ផងដែរដែលពួកគេក៏បាននិយាយថានាងគឺជាដៃគូរបស់ Himmel នៅពេលដែល Himmel ស្លាប់នាងបែរជាគ្មាននៅភាពសោកស្ដាយបែបនេះទៅវិញខណៈពេលដែលគេកំពុងតែកប់សព Himmel នោះ Firen នាងក៏បាននឹកឃើញអំពីរឿងរ៉ាវអនុស្សាវរីយ៍ជាច្រើនជាមួយនឹង Himmel ហើយនាងក៏បាននិយាយថាវាត្រឹមតែរយៈពេល10ឆ្នាំតែប៉ុណ្ណោះដែលពួកគេបានធ្វើដំណើរទៅជាមួយនឹងគ្នាជីវិតមួយនេះគឺពិតជាខ្លីខ្លាំងណាស់ហើយពាក្យសម្ដីចុងក្រោយដែល Firen នាងក៏បាននិយាយនោះគឺនាងគឺចង់ស្គាល់ Himmel ឲ្យច្បាស់ជាងនេះ Try to get to know him better. សាច់រឿងក៏បានកាត់ចូលនៅពេលដែលយើងបានឃើញតា Hayter គាត់ក៏បានធ្វើដំណើរតាមរថទេសចាក់ចេញអំពីពួកគេដែលនៅពេលដែលគាត់នឹងគឺបំរុងនៅចាក់ចេញហើយនោះ Firen នាងក៏បានសួរទៅកាន់គាត់ថាតើគាត់គឺឲ្យស្លាប់ដែរឬទេតែ Hayter គាត់ក៏បាននិយាយថាគឺគាត់មិនអីនោះទេនៅពេលដែល Hayter បានធ្វើដំណើរចាក់ចេញទៅហើយនោះ Aizen គាត់ក៏បានសួរទៅកាន់ Firen ថាតើនាងគឺចង់បញ្ឈប់នៅដំណើរសងព្រេងរបស់នាងហើយនឹងប្រមូលអក្ខរាវិរុទ្ធរបស់នាងបន្ថែមទៀតដែរឬទេហើយ Firen នាងក៏បានតបទៅវិញថានាងគឺចង់ស្វែងយល់អំពី
ពីមនុស្សច្រើនជាងបន្ទាប់មក Firen នាងក៏បានធ្វើដំណើរទៅកាន់ផ្ទះ Hyther ប៉ុន្តែនាងក៏បានវង្វេងផ្លូវនៅក្នុងព្រៃតែសំណាងល្អដែរដែលក្មេងស្រីម្នាក់បានធ្វើដំណើរមកដល់ដែលនាងក៏បានសួរទៅកាន់ Firen ថាតែ Firen នឹងកំពុងតែធ្វើអ្វីទើប Firen ក៏បានប្រាប់ទៅកាន់ក្មេងស្រីម្នាក់នោះថាគឺនាងកំពុងតែរកផ្ទះបុរសម្នាក់ឈ្មោះថា Hyther បន្តមកទៀតក្មេងស្រីនោះក៏បានជូន Firen នឹងក៏បានធ្វើដំណើរមកកាន់ផ្ទះរបស់ Hyther ទៅ Firen នាងក៏បានដឹងថាក្មេងស្រីម្នាក់នេះក៏បានរស់នៅគ្នាជាមួយនឹង Hyther នៅពេលដែលឃើញ Hyther ភ្លាម Firen នាងក៏បាននិយាយថាគាត់គឺជាព្រះសង្ឃរលួយថ្ងៃគឺអត់ធ្វើអីនោះទេគាត់តែពីផឹកស្រាទៅប្រយ័ត្នងាប់បាត់ទៅទើប Hyther គាត់ក៏បានតបទៅវិញថាគាត់គឺមិនអាចផ្ដាច់ស្រាបាននោះឡើយទើប Firen នាងក៏បានសួរទៅកាន់គាត់ថាតែក្មេងស្រីម្នាក់នេះឮចឹង Hyther គាត់ក៏បានប្រាប់ទៅកាន់នាងបដ ដែលក្មេងស្រីម្នាក់នេះដែរគឺមានឈ្មោះថា Fern បន្ទាប់មក Aizen គាត់ក៏បានឲ្យសភៅមួយទៅកាន់ Firen ដែលបានប្រាប់ទៅកាន់នាងថាសភៅនេះគឺគាត់បានលួចចេញអំពីភ្នូររបស់បិសាចហើយក៏បានសុំឲ្យនាងរៀនវេទមន្តចេញអំពីសភៅមួយនេះទៅ Firen នាងក៏បាននិយាយថានាងប្រកាសថានាងអាចធ្វើវាបានក្នុងរយៈពេល5 ទៅ 6 ឆ្នាំមុននឹងគាត់ធ្វើដំណើរទៅកាន់ផ្នែកខាងលើនៃផ្ទះរបស់គាត់វិញនោះគាត់ក៏បាននិយាយទៅកាន់ Firen ថាបើសិនជាមានពេលទំនេរនាងគួរតែបង្រៀនវេទមន្តទៅកាន់ Fern ខ្លះផង Firen ក៏បានធ្វើដំណើរចាក់ចេញពីទីនោះហើយនាងក៏បានតាមស្វែងរក Fern បន្ទាប់ពីតាមស្វែងរកនាងឃើញហើយនោះសាច់រឿងរបស់យើងក៏បានកាត់ចប់ត្រឹមតែប៉ុណ្ណឹងចឹងសាច់រឿងបំណងប្រាថ្នាចុងក្រោយរបស់ Firen របស់យើងក៏បានកាត់ចប់ត្រឹមតែប៉ុណ្ណឹងចឹងយើងមានតែរងចាំនៅក្នុងភាគទី2ទាំងអស់គ្នាចឹងក៏បាយបាយអ្នកគ្នាយើងជួបគ្នាក្នុងវីដេអូក្រោយទៀត